តើរថយន្តប្រើហ្គាសមានសុវត្ថិភាពទេនេះគឺជាកង្វល់មួយសម្រាប់បងដែលមិនធ្លាប់ប្រើហ្គាសពីមុនមកចម្លើយគឺប្រើប្រព័ន្ធហ្គាសពិតជាមានសុវត្ថិភាពនោះដោយសារតែវាត្រូវបានផលិតឡើងដោយបំពាក់នូវមុខងារគ្រប់គ្រងលំហូរហ្គាសដោយស្វ័យប្រវត្តិមានធុងក្រាស់ធន់និងការប៉ះទង្គិចខ្លាំងៗបានតាមការសិក្សាឯករាជ្យបានវាយតម្លៃថារថយន្តប្រើហ្គាសគឺមានសុវត្ថិភាពជាងរថយន្តប្រើសាំងពេលរថយន្តមានការប៉ះទង្គិចគ្នាខ្លាំងកើតឡើងធុងហ្គាស Auto Gas Tank ធន់នឹងសម្ពាធខ្ពស់ឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់បំផុតហើយត្រូវបានគេទទួលស្គាល់ថាវាធន់ជាងធុងសាំងប្រមាណជាង20ដងមុខងារបិទដោយស្វ័យប្រវត្តិ Automatic Shut Off មាន solenoid បញ្ឈប់ហ្គាសដោយស្វ័យប្រវត្តិនៅពេលដែលម៉ាស៊ីនឈប់ដំណើរការវ៉ានបន្ថយសម្ពាធ Pressure Release Valve ជួយធ្វើឲ្យសម្ពាធហ្គាសចុះខ្សោយដើម្បីការពារសុវត្ថិភាពយោងតាមការសិក្សាឯករាជ្យជាច្រើនបានបង្ហាញថាក្នុងករណីមានការឆាបឆេះកើតឡើងរថយន្តដែលប្រើហ្គាសឆាបអណ្ដាតភ្លើងយឺតជាងរថយន្តដែលប្រើសាំងអាចឆាបឆេះជាមួយវត្ថុដែលមានសីតុណ្ហភាពត្រឹមតែ248អង្សាសេចំណែកឯហ្គាសវិញឆាបឆេះក្នុងកម្រិតសីតុណ្ហភាព470អង្សាសេឡើងទៅដូច្នេះប្រសិនបើហ្គាសប៉ះជាមួយកម្ដៅល្មមៗវាមិនងាយឆាបឆេះដូចសាំងនោះទេទោះជាយ៉ាងណាក៏ដោយអ្នកជំនាញក៏បានបញ្ជាក់ផងដែរថាដើម្បីទទួលបានប្រព័ន្ធហ្គាសប្រកបដោយសុវត្ថិភាពខ្ពស់ចូលស្វែងរកក្រុមហ៊ុនបំពាក់ប្រព័ន្ធហ្គាសប្រកបដោយវិជ្ជាជីវៈ Professional Technician មានបទដ្ឋានស្តង់ដារបច្ចេកទេសត្រឹមត្រូវ Technical Installation Standard មានផលិតផលប្រកបដោយគុណភាព High Quality of Auto Gas System និងមានស្តង់ដារត្រួតពិនិត្យជាទៀងទាត់ Regular Inspection គឺជារឿងចាំបាច់បំផុតដើម្បីធានាសុវត្ថិភាពទាំងអស់នោះក្រៅពីគុណភាពផលិតផលស្តង់ដារបច្ចេកទេសនិងសេវាត្រួតពិនិត្យជាទៀងទាត់តើនៅមានអ្វីទៀតដើម្បីជួយឲ្យប្រព័ន្ធហ្គាសកាន់តែមានសុវត្ថិភាពចម្លើយគឺបងត្រូវចូលរួមថែទាំទាំងអស់គ្នានិងនាំយករថយន្តមកត្រួតពិនិត្យជាទៀងទាត់ទៅតាមកាលវិភាគរបស់ក្រុមហ៊ុន